មនុស្សយើងម្នាក់តែតែមានគោលដៅសម្រាប់ជីវិតមិនថាគេមិនថាខ្ញុំគឺមនុស្សទូទាំងពិភពលោកតែតែមានគោលដៅសម្រាប់ជីវិតរៀងៗខ្លួនបាទហើយគោលដៅមានច្រើនតែខ្ញុំសរុបទៅគោលដៅមាន3សំខាន់សម្រាប់មនុស្សយើងទាំងអស់គ្នាចឹងមកណាគោលដៅទី1របស់មនុស្សយើងគឺគោលដៅសម្រាប់ការងារហើយនិងលុយបាទណាគឺការងារនិងរ៉ាញ់វត្ថុបាទមនុស្សយើងម្នាក់ត្រូវតែមានការងារ1ឬ2ឬ3បាទតបពីមានការងារហើយត្រូវមានលុយបាទបងប្អូនណាចឹងបងប្អូនត្រូវតែមានការងារសមរម្យមួយហើយនឹងមានលុយគឺហៅថារ៉ាញ់វត្ថុហ្នឹងដើម្បីឲ្យមានហ្នឹងមួយបងប្អូនណាហើយគោលដៅទី2មួយទៀតគឺហៅថាគោលដៅសម្រាប់គ្រួសារហើយនិងសម្ព័ន្ធភាពបងប្អូនណាការងារការគោលដៅទី1ទៀតគឺហៅគោលដៅសម្រាប់គ្រួសារហើយនិងសម្ព័ន្ធភាពបងប្អូនមានការងារមានលុយបងប្អូនត្រូវមានគ្រួសារចឹងបងប្អូនណាត្រូវមានគ្រួសារហើយនិងសម្ព័ន្ធភាពបងប្អូននេះកាលណាបងប្អូនជោគជ័យរឿងលុយហើយប៉ុន្តែបងប្អូនអត់មានគ្រួសារក៏មានការលំបាកដែរហើយបងប្អូនមានគ្រួសារហើយបងប្អូនអត់មានពេលសម្រាប់គ្រួសារក៏មានបញ្ហាដែរអញ្ចឹងត្រូវបងប្អូនត្រូវធ្វើឲ្យអា3ហ្នឹងមានតុល្យភាពគ្នាចឹងណាអញ្ចឹងការងារនិងលុយបងប្អូនមានហើយបងប្អូនងាកមកលើគ្រួសារមួយទៀតគឺត្រូវមានគ្រួសារនិងសម្ព័ន្ធភាពបងប្អូនត្រូវមានភាពកក់ក្ដៅឲ្យគ្រួសារបើយើងជានារីយើងត្រូវមានភាពកក់ក្ដៅឲ្យប្តីហើយបើយើងជាប្តីត្រូវមានភាពកក់ក្ដៅឲ្យប្រពន្ធនិងកូនយើងអញ្ចឹងបងប្អូនណាត្រូវមានពេលវេលាសម្រាប់ការងារពេលវេលាសម្រាប់គ្រួសារត្រូវបែងចែកនឹងឲ្យដាច់បងប្អូនណាបែងចែកនេះឲ្យដាច់អញ្ចឹងណាបន្ទាប់មួយទៀតដែលសំខាន់បាទដែលសំខាន់ដែរនោះគឺគោលដៅសម្រាប់សុខភាពចឹងបងប្អូនណាគោលដៅសម្រាប់សុខភាពយើងត្រូវតែធ្វើម៉េចដើម្បីឲ្យសុខភាពយើងល្អចឹងបងប្អូនណាធ្វើម៉េចឲ្យសុខភាពយើងល្អសុខភាពផ្លូវចិត្តសុខភាពផ្លូវកាយបងប្អូនណាសុខភាពផ្លូវចិត្តយើងត្រូវតែចេះសមាធិជាអីយើងទៅរីឡែកអីខ្លះដែរលេងខ្លះធ្វើការខ្លះឲ្យយើងទៅបងប្អូនណាហើយរាងកាយយើងត្រូវតែធ្វើម៉េចរាងកាយយើងឲ្យវាមានសុខភាពល្អឲ្យរាងកាយយើងត្រូវមានចេះហាត់ប្រាណចេះឲ្យបានទៀងទាត់ត្រូវញ៉ាំម្ហូបញ៉ាំអាហារណាដែលធ្វើឲ្យសុខភាពយើងល្អអញ្ចឹងបងណាហើយទាំង3ហ្នឹងបងប្អូនអាចខ្វះណាមួយបានទេបាទបងប្អូនវក់ទៅរឿងលុយវក់ទៅរឿងការងារវក់ទៅរឿងលុយភ្លេចគ្រួសារបបងប្អូនបរាជ័យរឿងគ្រួសារជោគជ័យរឿងការងារបងប្អូនណាហើយបងប្អូនវក់ទៅរឿងគ្រួសារពេកបងប្អូនអត់មានលុយក៏មានបញ្ហាដែរអញ្ចឹងណាអញ្ចឹងពេលខ្លះទៀតបងប្អូនវក់រឿងលុយវក់រឿងគ្រួសារភ្លេចរឿងសុខភាពក៏បងប្អូនមានបញ្ហាដែរអញ្ចឹងបងឃើញទេអញ្ចឹងអា3ហ្នឹងបងប្អូនត្រូវតែធ្វើឲ្យមានតុល្យភាពគ្នាឲ្យស្មើគ្នាអញ្ចឹងបងណាពេលណាត្រូវធ្វើការក៏បងប្អូនធ្វើការពេលណាបងប្អូនមកផ្ទះគឺបងប្អូននៅជាមួយគ្រួសារបាទនិយាយលេងជាមួយគ្រួសារផ្ដល់ភាពស្រឡាញ់ឲ្យគ្រួសារលះបង់ឲ្យគ្រួសារឃើញទេកុំពេលយើងទៅធ្វើការងារហើយយើងយកការងារនេះមកផ្ទះទៀតអត់មានពេលនិយាយជាមួយគ្រួសារអត់មានពេលនិយាយជាមួយប្រពន្ធកូនអត់មានពេលជាមួយកូនអត់មានពេលជាមួយប្រពន្ធមកឃើញទេនេះហើយជាបញ្ហារបស់អ្នកដែលមានគ្រួសារចឹងមកណាហើយមួយទៀតដែលពេលបងមានតែ2នោះតែបងប្អូនភ្លេចសុខភាពបងប្អូនមានលុយច្រើនបងប្អូនមានគ្រួសារល្អហើយតែបងប្អូនភ្លេចរឿងសុខភាពបងប្អូនឃើញទេបងប្អូនភ្លេចរឿងសុខភាពបងប្អូនអត់មានពេលហាត់ប្រាណបងប្អូនទេបងប្អូនអត់មានពេលសម្រាកលំហែចិត្តលំហែកាយឃើញទេចឹងក្រោយសុខភាពបងខូចសុខភាពបងមានបញ្ហាសម្រាប់សុខភាពបងមានបញ្ហាបងប្អូនបាត់ទាំងគ្រួសារបាត់ទាំងលុយបាត់ទាំងរ៉ាញ់វត្ថុអញ្ចឹងអា3ហ្នឹងបងប្អូនត្រូវតែធ្វើឲ្យមានតុល្យភាពគ្នាពី1 2 3នឹងត្រូវធ្វើប្រមាណភាគរយដល់ថាធ្វើសម្រាប់ការងារ60%ទៅគ្រួសារ20%ទៅសុខភាព20%ទៅម៉ោងណាត្រូវហាត់ប្រាណម៉ោងណានៅមួយគ្រួសារម៉ោងណាធ្វើការងារអញ្ចឹងសរុបសេចក្តីមនុស្សយើងម្នាក់ត្រូវតែមានគោលដៅ3ហ្នឹងសំខាន់បងប្អូនកុំឲ្យមានតុល្យភាពគ្នាណាបងណាកុំឲ្យមាន3ហ្នឹងកុំឲ្យមានកែកណាមួយតែបងប្អូនកែកណាមួយគឺបងប្អូនមានបញ្ហាក្នុងជីវិតដែរបាទសូមអរគុណ